ជំនួសបន្តទៀតតកតងនឹងទឹកដូងជួយដល់សុខភាពស្បូនអត់លឺនេះព្រោះមានប្រសាសន៍ថាវាជួយទៅលើបញ្ហាការពារជំងឺមហារីកដែរចំណុចពិសេសអីដែលយើងអត់ដែលចាប់អារម្មណ៍ថាទឹកដូងហ្នឹងវាជួយទៅលើស្បូនស្ត្រីក៏ពិតវាជួយតាវាជួយបានច្រើនដោយសារអីវាមានសារធាតុទៅជួយទ្រទ្រង់អរម៉ូនស្ត្រីបានតិចតួចហេតុអីបានជាញ៉ាំទឹកដូងទៅអាចកាត់បន្ថយការឈឺចាប់ពេលមករដូវបានបើសិនជាអ្នកណាដែលគាត់មានបញ្ហាទាប់អង្គលំហែគាត់ក្រាស់ឬក៏ស្ទាប់អង្គលំហែគាត់តែងតែដាច់ខ្លាំងពេលគាត់មករដូវអញ្ចឹងស្បូនគាត់ចាប់ផ្ដើមប្រត្រាក់ខ្លាំងដើម្បីរុញអង្គលំហែគាត់មកអញ្ចឹងពេលស្បូនប្រត្រាក់ខ្លាំងស្ត្រីមានការឈឺចាប់អីអញ្ចឹងពេលដែលគាត់ញ៉ាំដូងហ្នឹងទៅវាមានសារធាតុជួយសម្រួលទៅលើស្រទាប់ស្ដើងរបស់ស្បូនដែរអញ្ចឹងគេរកឃើញថានៅក្នុងដូងនោះវាមានសារធាតុសំយោគអូស្ត្រូសែនហើយក៏វាជួយបំពន់ទៅលើការដុះលូតលាស់នៃស្រទាប់អង្គលំហែក៏បើប្រអត់មានស្បូនហ្នឹងញ៉ាំទៅវាជួយអីទៅវាអត់ខុសអីពីយើងមានដីដាំដើមឈើអញ្ចឹងពេលដែលយើងស្រោចទឹកវាហឺតែលូតលាស់តែបើសិនជាយើងស្រោចទឹកទៅអត់មានដើមឈើនៅក្នុងហ្នឹងទឹកហ្នឹងក៏វាជ្រាបចោលទៅវាអត់មានអីត្រូវយកប្រយោជន៍បានទេតែបើស្ត្រីគេមានប្រព័ន្ធទាំងអស់ហ្នឹងបានន័យថាគាត់មានស្បូនមានទៅជួយបែបហ្នឹងវាទៅជួយបំពន់វាទៅជួយទ្រទ្រង់វាទៅជួយសុខភាពស្បូនហើយក៏វាអាចមានសារធាតុមួយចំនួនវាជួយទប់ស្កាត់ដល់ជំងឺម្យ៉ាងហៅព្រីមិនប៉ោះឬក៏ជំងឺត្រៀមអស់រដូវចឹងការដែលញ៉ាំវាបានជួយទៅទ្រទ្រង់អាហ្នឹងទៀតដែរដោយសារវាមានមុខវាល្អទាំងប្រព័ន្ធស្បូនរបស់គាត់ល្អទាំងប្រព័ន្ធរាងកាយព្រោះស្ត្រីកាលណាតែអរម៉ូនគាត់ចុះគាត់ចាប់ផ្ដើមឆ្លើយតបនឹងជំងឺជាច្រើនគាត់ចាប់ផ្ដើមស្ងួតគាត់ចាប់ផ្ដើមកាហាឈឺផ្សាគាត់ចាប់ផ្ដើមស្ពោតឆ្អឹងចុករយដៃជើងកំហាប់ឆ្អឹងគាត់វាលែងណែនដូចមុនណាអញ្ចឹងគាត់អាសាឈឺឆ្អឹងនឹងបែបតែហើយមួយទៀតគឺគាត់ stress គាត់ចាប់ផ្ដើមក្តៅភាយអញ្ចឹងការញ៉ាំទឹកដោះគោវាជួយកាល់ស្យូមតែបើញ៉ាំអានេះគ្រាន់តែថាវាមានសារធាតុជួយទៅលើអាមុខងារអរម៉ូនស្ត្រីយើងបានខ្លះដែរ